Trên tập 4 សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាហើយនិងសួស្តីដល់បងប្អូនទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះដែរគឺលោកគ្រូមានលំហាត់តើតើនឹងប្រឡងបាក់ឌុប2015អញ្ចឹងគឺគ្រូមកធ្វើកំណែឲ្យយើងមើលថាតើគឺគួរធ្វើបែបម៉េចលំហាត់អស់ហ្នឹងអញ្ចឹងរបាំងទី1គឺឲ្យ15បន្ទុកគេឲ្យចំនួន complex សិត1ស្មើដក1បូក e ឬ3និងសិត2ស្មើ1ដក e ឬ3ហើយទី1គេឲ្យកណនាសិត1បូកសិត2សិត1ដកសិត2សិត1គុណសិត2ហើយទី2គេឲ្យសរសេរជាទម្រង់ត្រីកោណមិត្តនៃចំនួន complex សិត1ដកសិត2និងសិត1គុណសិត2អញ្ចឹងលំហាត់នេះវាជាលំហាត់មួយដែលយើងតូចគួរសមដែរវាមិនធំអីប្រហែលទេហើយយើងរៀនធ្វើវាឲ្យស្ទាត់ព្រោះអីយើងអាចបញ្ចេញប្រឡងទៀតទម្រង់បែបហ្នឹងក៏យើងអាចធ្វើបានដែរតោះឥឡូវយើងមកមើលកំណែទាំងអស់គ្នាអញ្ចឹងទី1គេឲ្យកណនាសិត1បូកសិត2សិត1ដកសិត2សិត1គុណសិត2អញ្ចឹងយើងមាននេះគេសិត1ស្មើដក1បូក e ឬ3សិត2ស្មើ1ដក e ឬ3អញ្ចឹងតោះទី1យើងឲ្យធ្វើគេសិត1បូកសិត2អាកន្លែងនេះយើងកុំដាក់សញ្ញាបូកឬក៏សញ្ញាដកប្រយ័ត្នច្រឡំជាមួយនឹងសញ្ញារបស់យើងអញ្ចឹងយើងដាក់ចុចវាទៅកុំឲ្យច្រឡំគ្នាអញ្ចឹងស្មើសិត1របស់យើងគឺស្មើគេយើងចំនួនចូលមកនេះដក1បូក e ឬ3អញ្ចឹងយើងចំនួនចូលមកដក1បូក e ឬ3ហើយបូកសិត2របស់យើងគឺស្មើ1ដក e ឬ3យើងចំនួនវាចូលដូចគ្នាមក1ដក e ឬ3ឥឡូវយើងមើលទៀតផ្នែកពិតយើងបូកជាមួយផ្នែកពិតផ្នែកលីមីតយើងបូកជាមួយនឹងផ្នែកលីមីតអញ្ចឹងយើងមើលកន្លែងនេះដក1បូក1ស្មើបានដែរស្មើ0មិនអញ្ចឹងហើយ e បូក e ឬ3ដក e ឬ3គឺស្មើ0ដូចគ្នាអញ្ចឹងចម្លើយរបស់យើងគឺស្មើ0តែប៉ុណ្ណឹងគឺចាប់ហើយឃើញងាយស្រួលទេហើយមួយទៀតគេឲ្យកណនាសិត1ដកសិត2មួយទៀតមកសិត1ដកសិត2ស្មើអញ្ចឹងសិត1របស់យើងគឺស្មើគេដក e ដក1បូក e ឬ3យើងចំនួនវាចូលមកគឺដក1បូក e ឬ3ដកជាមួយនឹងសិត2អញ្ចឹងសញ្ញាដកយើងកុំភ្លេចដាក់វងកញ្ចក់កុំឲ្យច្រឡំណាកន្លែងហ្នឹងគឺដកទាំងអស់គឺដកសិត2ដក1 e ឬ3ប៉ុណ្ណឹងអញ្ចឹងយើងចំនួនវាចូលទៅហើយយើងគុណអីគេសញ្ញាដកបញ្ចូលទៅយើងអាចកណនាលេខបានអីអញ្ចឹងយើងស្មើដក1បូក e ឬ3ដកនេះគុណនឹង1បាននេះគេដក1ដកគុណនឹងដកបានបូកចឹងបានបូក e ឬ3បាទយើងមើលទៀតអានេះយើងមាននេះគេដក1និងដក1បានដក2 e ឬ3បូក e ឬ3បាន 2e ឬ3អញ្ចឹងយើងបាននេះគេ 2e ឬ3ហើយមួយទៀតគេឲ្យធ្វើគេចុងក្រោយគឺសិត1គុណនឹងសិត2សិត1គុណឲ្យសិត2អញ្ចឹងស្មើសិត1របស់យើងចំនួនចូលមកនេះគឺដក1បូក e ឬ3កតាឲ្យសិត2របស់យើងគឺ1ដក e ឬ3 1ដក e ឬ3តោះមកយើងគុណពលៀបមកតោះអញ្ចឹងបាននេះគេស្មើដក1គុណនឹង1បានដក1ដក1គុណនឹងដក e ឬ3បានបូកវិញបូក e ឬ3តោះមកទៀតយើងគុណទៀត e ឬ3គុណនឹង1បានអីគេបាន e ឬ3តែនេះយើងគុណពលៀបមកតោះដកអានេះបូកគុណដកគឺបានដក e គុណនឹង e បាន e ការ៉េហើយនេះឬ3និងឬ3នេះគឺសល់បាន3ហើយកន្លែងនេះយើងអាចបូកលេខបានទេតោះ e ការ៉េរបស់យើងស្មើបានដែរយើងត្រូវចាំថា e ការ៉េនេះគឺស្មើដក1អញ្ចឹងដក1គុណនឹងដកគឺបានបូក3ទៅហើយកន្លែងនេះបូក3យើងបូក3យើងដក1ចេញទៅសល់2 e ឬ3បូក e ឬ3គឺបាន2e ឬ3អញ្ចឹងគឺយើងមានតែប៉ុណ្ណឹងហើយយើងដូចនេះមក
ដូចនេះសិត1បូកសិត2ស្មើ0សិត1ដកសិត2ស្មើដក2បូក 2e ឬ3សិត1គុណនឹងសិត2អញ្ចឹងឥឡូវយើងមើលមួយទៀតលេខ2គេអាចធ្វើគេដែរសរសេរជាទម្រង់ត្រីកោណមាត្រនៃចំនួន complex សិត1ដកសិត2និងសិត1នេះគុណសិត2តើឥឡូវយើងមើលទី1គឺយើងសរសេរអីគេសិត1ដកសិត2អញ្ចឹងនេះយើងមានអីគេសិត1ដកសិត2ស្មើប៉ុន្មានដែរគឺស្មើគេឲ្យមកយើងកែនេះឃើញមិញហ្នឹងគឺដក2បូក 2e ឬ3ដក2បូក 2e ឬ3អញ្ចឹងនៅក្នុងលំហាត់នេះយើងមិនបាច់ទៅធ្វើតាមយើងរក module ហើយបន្តរកអាក្រោយមកតាមក្រោយយើងអាចទាញជាកតាយកមកទៅដំបូងយើងអាចគិតក្រាស់ព្រៀងយើងរក module វាទៅស្មើប្រមាណបន្ទាប់មកយើងទាញជាកតាយកតែម្ដងធ្វើអញ្ចឹងលឿនជាងហើយចំពោះបន្ទុកគឺបានពេញដូចគ្នាហ្នឹងហើយឥឡូវយើងមើល module របស់យើងគឺ a មិនស្មើគេឬ a ការ៉េបូក b ការ៉េមិនអញ្ចឹងត្រូវអញ្ចឹងយើងមើលនេះ2លើជាការ៉េស្មើប៉ុន្មានដែរនេះដក2លើជាការ៉េគឺបាន4បូកនេះ b របស់យើងគឺ2ឬ3លើជាការ៉េអញ្ចឹងយើងបានអីគេទៀតបានអីគេ4បូកកន្លែងនេះ2ការ៉េ4អានេះឬ3ចេញពីការ៉េទៅបាន3ចាំបាន12ត្រូវ12អញ្ចឹងស្មើ16អញ្ចឹងយើងអាចទាញបានថា a របស់យើងគឺស្មើនឹង4ដូច្នេះហើយយើងគ្រាន់តែទាញ4ជាកតាទៅជាការត្រាច់បានហើយយើងមិនបាច់ទៅធ្វើអីតាមរកអាគីម៉ងផ្សេងរក module ផ្សេងនាំយ៉ាងណាទេហើយនាំខាត់ពេលយូរទេតោះឥឡូវយើងមកមើលអញ្ចឹងយើងបានអីគេទាញ4ជាកតាមកតោះ4មិននៅសល់គេដក2ទាញ4គឺយើងចែកទាំង4ដូចគ្នាដែរទាញប្រមាណចែកនឹងប៉ុណ្ណឹងបូក 2e ឬ3នៅលើ4អញ្ចឹងយើងមើលនេះ4និង2សម្រួលបានទៅអញ្ចឹងយើងបានអីគេ4កតាឲ្យដក1លើ2ដល់ពេលយើងសម្រួលទៅឃើញប៉ុណ្ណឹងអីបូកឬ3លើ2កន្លែង a នេះយើងសរសេរវាទៅក្រោយមកទៅដើម្បីយើងស្រួលមើលបន្តិចបានប៉ុណ្ណឹងអញ្ចឹងយើងដឹងហើយតម្លៃកូស1លើ2យើងមិនต้องខ្វល់ពីសញ្ញាបូកទៅដល់យើងមើលតម្លៃកូសស្មើ1លើ2សិនអញ្ចឹងតម្លៃកូសស្មើ1លើ2គឺកូស 2 លើ 3 4តែដកកូស 2 នៅលើ 3 បូក e sin 2 លើ 3 និយាយរួមទៅបើសិនជាអាកូសនេះ 2 លើ 3 អា sin ក៏ 2 លើ 3 ដែរគឺវាដូចគ្នាទេហើយកន្លែងនេះយើងមើលវាអត់តន់ចូលទម្រង់ត្រីកោណមាត្ររបស់យើងទេដោយសារអីវាខុសសញ្ញាខុសថងណាកូសដក sin បូកអញ្ចឹងយើងដឹងហើយតើកូសដក sin បូកកាត់ត្រង់ទីប្រមាណយើងត្រូវចាំដែរណាគឺកាត់ត្រង់ទី2កូសដក sin បូកអញ្ចឹងយើងបំលែងទៀតទៅជាកាត់ត្រង់ទី2បាននេះគេកូស 2 កូសនៅ2 2លើ3បូក e sin 2 2លើ3ហើយយើងច្បាស់ជាឆ្ងល់ហើយតើបាន2 2លើ3មកពីណាអញ្ចឹងយើងដឹងស្រាប់ហើយកាត់ត្រង់ទី2គឺ 2 ដក alpha ដើម្បីបានប៉ុណ្ណឹងគឺយើងយកគូសរសេរក្រៅឲ្យយើងគឺ 2 ដក alpha របស់យើងគឺ 2 លើ 3នេះនៅពេលដែលយើងកណនាវាទៅគឺឃើញហើយតម្រូវភាពបែងទៅបានអីគេ3អានេះគុណទៅបានប៉ុណ្ណឹង3 ផាយដកផាយអញ្ចឹងគឺស្មើ2 ផាយលើ 3តែហ្នឹងតោះណាគឺបាន2 ផាយ2 ផាយលើ 3អញ្ចឹងយើងបានអីគេចំនួន complex របស់យើងគឺស្មើ4កូស ផាយលើ 2 លើ 3 បូក e sin 2 ផាយលើ 3តែប៉ុណ្្នឹងទេហើយមួយទៀតគេអត់ទៅស្អីគេទៀតសិត1គុណនឹងសិត2ជាទម្រង់ត្រីកោណមាត្រសិត1គុណនឹងសិត2ស្មើអញ្ចឹងយើងមើលនេះគេឲ្យគេមកយើងកណនាពីឃើញពីសំណួរទី1ស្មើ2បូក 2e ឬ3 2បូក 2e ឬ3កន្លែងនេះយើងមើលទម្រង់ពីរនឹងដូចគ្នាថាអញ្ចឹង module វាក៏ដូចគ្នាដែរទោះបីអានេះសញ្ញាដកក៏ដោយនេះដកក៏ដោយក៏អត់បញ្ហាដែរព្រោះលើជីក្រេទៅគឺបូកទៅដែរទេ
chẳng model bao giờ cứ smart smart buồn đi kia chẳng cứ xong tiền buồn chỉ cả tàng đi kia nó sao pi lơ bốn bố pi y được 7 nó lơ buồn chẳng nhớ sừng đuôi cái đó ta sừng đuôi ban này cái buồn chẳng anh ấy bây sừng đuôi nó sao là mùi lơ pi bố được 7 lơ pi y chẳng như đang ấy đầm lại nè mùi lơ pi cứ có 2 được 7 đôi trả lời đại tế chẳng cứ smart 4 tốt 2 lơ 7 bố y tín 2 lơ 7 chẳng cứ dân miền phần năng hai chùm pua còn lại đầm lại dưới nè dân trao trong trăm được cái này nó không rùng bông tới con bị mùi từng mũi dưới thổi trăm thằng nhưng ai ta tam được thi chùm năm cả ban rọc đai cả ban người dân cu tảng mơ của bạn này sai nơi dân tiền hai dân thật đăng buôn phôi thằng chẳng complete dân làm hạn như mày đấy ấp vào bà thì chùm lập hàng một tụ people lập ram chẳng sân dân chết và phần nắng tụ bay chơi sam cào cho tiết tranh bạc năng cả đời còn dân ai với bạn này làm hạt và phần nắng á chẳng video của mình là phần cái សូមអរគុណទាំងអស់គ្នា